បណ្ដោយឲ្យត្រីជ្រុះរហូតបានអញ្ចឹងទៅតែប្តីខំចិញ្ចត់ប្រមាណខែប្រមាណឆ្នាំទៅតែបានត្រីយកទៅឆេងស្រីអីក៏មិនចេះអាណិតអាសូរប្តីដែរអេបើគេមិនអាណិតអាសូរឯងអាណិតអាសូរជួសគេអញ្ចឹងហ៎មែនយើងមើលតែឯងតាំងពីបានឃើញអាមនុស្សមិនជាប់ត្រីនោះពេលណាអេដូចជាចាខាងណានេះបើថាឯងអាណិតគេទៅធ្វើប្រពន្ធគេទៅទៅជួយបិទកញ្ជើធ្លុះឲ្យគេទៅអ្នកអើយជាចាស់លោកពោលថាប្តីជាក្បាលប្រពន្ធជាកំសៃប្តីជាគំនិតប្រពន្ធជានិយាទដូចអ្នកនឹងខ្ញុំអ្នកមានប្រាជ្ញារកស៊ីជួញដូរឯខ្ញុំខំសន្សំសំចៃទុកដាក់ទៅបានរីកចម្រើនកាន់ទ្រព្យបានប៉ុណ្ណេះឯប្រពន្ធមានុបវិញនោះហេតុមកដេចគ្មានចិត្តអាណិតជួយប្តីឲ្យរីកចម្រើនបន្តិចសោះតែយើងយល់ថាមនុស្សដូចជាអាចារ្យមានុបនេះទោះបីជាមានប្រពន្ធចេះគិតគូរយ៉ាងណាក៏នៅតែមិនឡើងទៅជាស្អីបានដែរវានៅតែជាប់ត្រីអស់មួយជីវិតតែអញ្ចឹងអ្នកកុំអានមើលងាយគេថាដំណាប់យងដីស្រីយងប្រុសមានពេលខ្លះប្រពន្ធអាចជួយប្តីឲ្យរីកចម្រើនខ្ពស់មកខ្ពស់មាត់បានដែរណាបើគ្រាន់បើឯងទៅធ្វើជាប្រពន្ធវាទៅធ្វើឲ្យវារីកចម្រើនខ្ពស់មុខខ្ពស់មាត់ទៅហើយចំណែកយើងវិញណាយើងសុកចិត្តយកប្រពន្ធមានុបដែលវាគ្មានគំនិតនោះមកធ្វើជាប្រពន្ធយើងវិញម្ដងចាំមើលថាតើស្រីកញ្ជើធ្លុះម្នាក់នោះអាចធ្វើឲ្យយើងដែលជាដង្ខៅសំពើដល់ល្បីនេះខ្លាយទៅជាអ្នកសំទានតកាទេមិនក៏អ្នកនៅតាមនិយាយពាក្យដដែលបែបនេះតើអ្នកយល់យ៉ាងណាបានជាចង់ឲ្យខ្ញុំទៅជាមនុស្សនោះគឺមកពីយើងចង់ឈ្នះនឹងណាថាតើបើយើងអត់ស្រីរបៀបឯងនេះយើងនឹងទៅជាយ៉ាងណាហើយបើសិនជាឯងអត់ប្តីដូចយើងនេះឯងនឹងខ្លាចទៅជាយ៉ាងណាដែរបងយល់ថាឯងមកជាយំស្ដាយបងជាមិនខានទេបើអ្នកចង់ឈ្នះស្រីរបៀបខ្ញុំនេះខ្ញុំនឹងមិនយំស្ដាយទ្រព្យសម្បត្តិទេស្រេចលើអ្នកចង់ពិសោធន៍ចុះប៉ុន្តែកុំភ្លេចថាយ៉ាងណាខ្ញុំខ្លាចទៅជាប្រពន្ធគេហើយមិនអាចខ្លាយមកជាប្រពន្ធអ្នកវិញបានទេតើយើងចង់បានមកវិញធ្វើអីកាដូគេដូរហើយព្រោះនៅជាមួយឯងយូរទៅដូចជាគ្មានបានប្រយោជន៍ស្អីសោះមានតែទ្រព្យសម្បត្តិតែគ្មានកូននឹងគេនាងឯងមិនកើតបានទៀតហើយអូនឥឡូវនេះបងយកប្រពន្ធមានុបម្ដងវិញចាំមើលតើបានកូនឬមិនបានចាំតែមើលទៅមកគេនិយាយដូចប្រពន្ធជាមួយគេមកណែចាមានុបឈប់ចិញ្ចត់ត្រីទៅយើងនិយាយគ្នាពីរឿងដូរប្រពន្ធវិញម្ដងឡាមកអ្នកឃើញទេគ្រាន់តែនាយថេត្រាឃើញខ្ញុំភ្លាមគេចង់ដូរប្រពន្ធភ្លាមចាំអីទៀតខ្លាចថាទៅគេទេថាទៅមកឥឡូវណាដូរប្រពន្ធយ៉ាងម៉េចខ្ញុំដូចជាមិនទាន់ព្រោះតាំងពីណាពីណីមកគ្មានអ្នកណាដែលដូរប្រពន្ធគ្នាយ៉ាងនេះអញ្ចឹងទេមិនក៏ថាមិនដែរមានគឺមានហើយតាឥឡូវព្រមដូរទៅខ្ញុំព្រមអូនខាត់ខ្ញុំព្រមអូនខាត់ណែអ្នកស្លាប់ដេញខ្ញុំឲ្យទៅរកថ្មីឥឡូវបានដូរចិត្តអ្នកហើយណែប្រហែលជាប្រពន្ធនេះថេត្រានោះមិនល្អហើយបានជាគាត់ដូរយកខ្ញុំទៅវិញចាំអីទៀតឆ្លើយព្រមតាខាត់តែទោះជាអ្នកមិនព្រមក៏ខ្ញុំព្រមដែរខ្ញុំលែងនៅជាមួយអ្នកទៀតហើយមកនៅជាមួយបងលក្ខណៈនៅជាមួយគេទៅឈប់សិនលោកដង្ខៅតើលោកដង្ខៅនិយាយមែនឬក៏និយាយលេងទេហើយធ្វើយ៉ាងម៉េចដើម្បីឲ្យប្រពន្ធលោកដង្ខៅព្រមនៅជាមួយខ្ញុំទៅព្រមហើយខ្ញុំព្រមនៅជាមួយអ្នកហើយចុះថ្ងៃមកថ្ងៃក្រោយតើលោកដង្ខៅអាចមកយកប្រពន្ធលោកទៅវិញទេយើងមិនយកវិញទេលក្ខណៈមិនក៏មិនចុះទៅរកត្រីជាមួយចៃមានុបនោះទៅនៅចាំស្អីទៀតឬចង់បានទ្រព្យសម្បត្តិខ្លះយកទៅជាមួយគាត់បានចំពោះខ្ញុំមិនចង់អ្វីទាំងអស់ទៅឲ្យអ្នកចិញ្ចឹមប្រពន្ធក្រៅរបស់អ្នកឲ្យបានសុខសប្បាយចុះខ្ញុំលាសិនហើយប្រពន្ធសម្លាញ់តែយើងខ្ញុំក្រន់ណានាងមិនគួរមកធ្វើជាប្រពន្ធរបស់ខ្ញុំសោះព្រោះសពថ្ងៃខ្ញុំមិនដឹងជារកស៊ីអីដើម្បីចិញ្ចឹមនាងទេក្រៅពីចិញ្ចឹមត្រីហើយនឹងរកអស់តែប៉ុណ្ណោះអ្នកកុំព្រួយអីឲ្យតែមានទឹកចិត្តតស៊ូស្មោះត្រង់ប៉ុណ្ណឹងតែគ្រប់គ្រាន់ហើយ
សូមអ្នកចិញ្ចត់ត្រីតទៀតទៅនឹងអាចយើងនាំគ្នាត្រឡប់ទៅផ្ទះអ្នកប្តីអើយតើឪពុកម្ដាយបងប្អូនញាតិសន្តានសាច់សាលោហិតអ្នកប្តីនៅឯណាខ្លះនៅចិត្តនេះទេឬនៅឯណាប្រាប់ខ្ញុំជាប្រពន្ធឲ្យបានស្គាល់គ្រប់គ្នាផងឪពុកម្ដាយបងប្អូនបងស្លាប់ចោលបងអស់លីងទៅហើយក៏គ្មានញាតិសន្តានឯណាក្រៅពីមិត្តព្រានលៀននៅចិត្តគ្នានេះដែរប៉ុន្តែកន្លងមកពុំសូវមានគេមករាប់រកទេព្រោះប្រពន្ធមុនមិនសូវរាប់ញាតិអ្នកអើយបើយើងគ្មានឪពុកម្ដាយបងប្អូនសាច់សាលោហិតយើងត្រូវតែរាប់រកញាតិមិត្តព្រានលៀនដែលនៅចិត្តខាងផ្ទះយើងនេះទៅព្រោះចុះប្រលប់មានអាសន្នអន់ក្រអីទៅយើងគ្មានពឹងពាក់អ្នកណាក្រៅពីអ្នកនៅចិត្តខាងនេះទេឥឡូវនេះអ្នកចាំស្ដាប់ខ្ញុំណាចាប់ពីពេលនេះតទៅយើងត្រូវខំរកស៊ីសន្សំលុយកាក់ដើម្បីបានធនធានទៅអនាគតគឺនាយសំពៅគេសុំដោគេឲ្យប្រពន្ធគេមកខ្ញុំនាងឈ្មោះលក្ខណៈនេះមកធ្វើជាប្រពន្ធខ្ញុំវិញចឹងឯក្មួយមាននោះបានល្អហើយណាអញ្ចឹងក្មួយស្រីនេះវាចេះគួសមគួឲ្យរាប់អានគួឲ្យចូលចិត្តណាស់មិនកន្ទ្រឹស្មោជន់ដូចជាមិនខាត់ប្រពន្ធមុននោះទេនឹងហើយអត់ទេថ្ងៃមុខថ្ងៃក្រោយបើសិនជាមានការអីហ្នឹងចង់ពឹងពាក់អ៊ំទាំងអស់គ្នាក៏ពឹងមកចោកំក្រែងចិត្តអីណាក្មួយមែនហើយបានសូមអរគុណដល់អ៊ំប្រុសអ៊ំស្រីទាំងអស់គ្នាហើយសំគ្នាណាលោកហើយលោកឈើនេះសត្វតែឈើក្រអូបពីតម្លៃតាហេតុអីបានជាគេយកមកធ្វើជាអត់លឹកទៅវិញឬមួយក៏ពួកគាត់មិនស្គាល់អ្នកប្តីប្រហែលជាមិនដឹងទេបានជាយកមកធ្វើជាអត់លឹកលក្ខណៈអូនសម្លឹងអីហ្នឹងខ្ញុំមើលអស់ដែរអ្នកប្តីទៅកាប់មកពីព្រៃនេះណាតើអស់នេះនៅឯព្រៃសម្បូរទេឬមួយក៏មានតែប៉ុណ្ណឹងឈើនេះហ៎ចាអូឈើនេះមិនខ្វះទេដល់ប្រហែលអាទេសក៏មិនអស់ដែរបងទៅកាប់វាយកមកដុតរាល់ថ្ងៃហ្នឹងអញ្ចឹងទេអូនចង់ដឹងធ្វើអីឬក៏ខ្លាចខ្វះអស់ដុនអ្នកកុំអាចចង់ដឹងតែបើអ្នកថាឈើទាំងនេះនៅក្នុងព្រៃមានច្រើននោះចូលអ្នកទៅកាប់យកអស់មកកុំឲ្យនៅសល់ហើយយើងនឹងជួលរទេះអ្នកចិត្តខាងទៅដឹកយកមកកោទុកនៅផ្ទះយើងបើឯងត្រូវការអស់ដុនមិនបាច់យកអាទេសទៅដឹកយកមកកោច្រើនពេកទេបើឯងត្រូវការចាំបងទៅកាប់យកមកឲ្យមិនខ្វះទេមិនមែនត្រឹមតែធ្វើអត់ដុតនោះទេតែឈើទាំងអស់នេះសុទ្ធតែជាឈើក្រអូបមានតម្លៃដែលពួកឈ្មួញសំពៅត្រូវការទិញខ្លាំងណាស់គឺគេទិញយកទៅលក់នៅស្រុកចិនស្រុកជ្វាដូច្នេះបើយើងមានច្រើនគឺល្អណាស់